សួស្តីបងប្អូនទាំងអស់គ្នាគណៈពេលនេះខ្ញុំនិងក្រុមគ្រួសារបានចូលទៅលេងផ្សារ Central Night Market នៅដាណាងបងប្អូនបាទផ្សារនេះទំនើបដូចជាស្រុកខ្មែរដែរបងប្អូនបាទគឺដាក់លក់ត្រៀបត្រានៅពេលយប់មាននំចំណីបាទដូចបងប្អូនឃើញស្រាប់បាទហើយនឹងគ្រឿងប្រដាប់ប្រដាប្រើប្រាស់ដូចជាគ្រឿងអលង្ការបាទគ្រឿងអលង្ការមានគ្រប់ប្រភេទបាទមានការលក់ចំណីអាហារនៅខាងមុខផ្សារបាទហើយមានមនុស្សម្នាជាច្រើនគ្រប់ជនជាតិបងប្អូនបាទមកលេងផ្សារនេះបាទទីនេះគឺទីក្រុងដាណាងដែលជាទីក្រុងទី2បន្ទាប់ពីទីក្រុងហាណូយហើយផ្សាររាត្រីនេះបាទធំគួរសមបងប្អូនបាទមានលក់គ្រប់មុខបាទមានតាំងពីផ្លែឈើគ្រប់មុខមានស្វាយទឹកកំពៅបាទដូចតែស្រុកខ្មែរដែរបងប្អូនបាទមានលក់គ្រឿងអេឡិចត្រូនិកដូចជាបាទសបកទូរស័ព្ទស្រោមទូរស័ព្ទ power bank បាទខ្សែ power bank បាទមានគ្រប់ធឺទាំងអស់បងប្អូនមានតាកង្ហាល moving កង្ហាលបាទមានសពទាំងអស់បងប្អូនលក់គ្រឿងអេឡិចត្រូនិកហើយគ្រឿងអស់ទាំងនោះភាគច្រើននាំចូលពីប្រទេសចិនដូចជាស្រុកយើងដែរបងប្អូនបាទតិចណាស់ដែលផលិតនៅស្រុកវៀតណាមបាទដូច្នេះទំនិញចិនច្រើនបងប្អូននៅលើពិភពលោកបាទណាសិតតែជារបស់របរប្រើប្រាស់អនុស្សាវរីយ៍ផ្សេងដែលអ្នកទេសចរនឹងគួរទិញទុកជាអនុស្សាវរីយ៍ខណៈពេលពួកគេទៅលេងនៅប្រទេសវៀតណាមបាទមានបតោងសោបាទពេលនេះយើងបានមកដល់មាត់ទន្លេមាត់សមុទ្រដៃសមុទ្របងប្អូនយើងឃើញមានកប៉ាល់រាត្រីដែលដឹកអ្នកទេសចរនៅពេលយប់កំពុងពិសាសោះស្រូបអាហារនៅលើកប៉ាល់ហើយមានត្រីបាទត្រីបាញ់ទឹកបាទខុសពីនៅសិង្ហបុរីបាទត្រីមានត្រីបាទរូបត្រីហើយនឹងរូបនាគស្ពាននាគបាទកំពុងតែបាញ់ភ្លើងផងដែរបាទគណៈពេលនេះបាទខ្ញុំសូមអរគុណសូមបងប្អូនទស្សនាតាមការគួរបាទជាចុងក្រោយនេះខ្ញុំសូមជម្រាបលាសូមអរគុណ